ជំរាបសួរប្រិយមិត្តជាទីមេត្រីនៅព្រឹកថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025នេះខ្ញុំបាទមានព័ត៌មានចំនួន2ទី1ពាក់ព័ន្ធទៅនឹងអនុពន្ធយោធាបរទេសជួបជាមួយមេបញ្ជាការយុទ្ធភូមិភាគទី4កម្ពុជាព័ត៌មានទី2គឺពាក់ព័ន្ធទៅនឹងឃាតកម្មដុតផ្ទះនិងអាកសម្លាប់ដែលឃាតករគឺជាប្តីរបស់ជនរងគ្រោះសម្រាប់ព័ត៌មានទី1គឺកាលពីថ្ងៃអាទិត្យទី23ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 14:50 នាទីរសៀលក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា CLG បានសម្របសម្រួលជូនក្រុមអនុពន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តមស្នេហ៍ឯកពៅហេងមេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយុទ្ធភូមិភាគទី4នៅទីបញ្ជាការយុទ្ធភូមិភាគទី4ខេត្តសៀមរាបនេះបើតាមលោកជំទាវឧត្តមស្នេហ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិចំណែកឯព័ត៌មានទី2គឺតាក់ទងទៅនឹងរឿងឃាតកម្មមួយដែលកើតឡើងកាលពីថ្ងៃទី23ខែវិច្ឆិកាដែលនោះគឺឃាតកម្មដុតផ្ទះនិងអាកសម្លាប់ឃាតករគឺជាប្តីរបស់ជនរងគ្រោះតាមរយៈរដ្ឋបាលខេត្តកំពង់ចាមបានបញ្ជាក់ដឹងថាឃាតកម្មដុតផ្ទះនិងអាកសម្លាប់បានបណ្ដាលឲ្យមានមនុស្សចំនួន9នាក់បានស្លាប់ខណៈជនសង្ស័យដែលជាឃាតករត្រូវជាប្តីរបស់ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះចំនួន9នាក់នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមរដ្ឋបាលខេត្តកំពង់ចាមបានដឹងទៀតថានៅវេលាម៉ោងប្រមាណ 6:00 នាទីព្រឹកថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2025រដ្ឋបាលខេត្តកំពង់ចាមបានទទួលព័ត៌មានពីករណីឃាតកម្មដុតផ្ទះនិងអាកសម្លាប់នៅភូមិពូនឃុំទទួលសម្បូរស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមភ្លាមនោះឯកឧត្តមអភិបាលខេត្តកំពង់ចាមបានបញ្ជាស្នងការនគរបាលខេត្តនិងកងរាជអាវុធហត្ថខេត្តក្រោមការដឹកនាំសម្របសម្រួលពីតំណាងអัยការអមសាលាដំបងខេត្តចុះធ្វើការត្រួតពិនិត្យស្រាវជ្រាវអំពីមូលហេតុនិងវែកមុខជនល្មើសទទួលបានលទ្ធផលដូចខាងក្រោម 1. ហេតុការណ៍ឃាតកម្មដុតផ្ទះនិងអាកសម្លាប់ខាងលើនេះកើតឡើងនៅវេលាម៉ោង 5:30 នាទីព្រឹកនៅថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2025ពលគឺប្រមាណ30នាទីមុនសមត្ថកិច្ចទទួលបានព័ត៌មានទីតាំងផ្ទះកើតហេតុគឺស្ថិតនៅក្នុងដីចម្ការដាច់ស្រយាលមួយ 2. ឃាតកម្មដុតផ្ទះនិងអាកសម្លាប់នេះបានបណ្ដាលឲ្យមនុស្ស9នាក់បាត់បង់ជីវិតក្នុងនោះ8នាក់បាត់បង់ជីវិតក្នុងភ្នក់ភ្លើងផ្ទះឆេះនិងម្នាក់ទៀតត្រូវបានអាកសម្លាប់នៅចម្ងាយប្រហែល100ម៉ែត្រពីទីតាំងផ្ទះឆេះជនរងគ្រោះទាំង9នាក់មានស្រីចំនួន7នាក់និងប្រុស2នាក់និងសុទ្ធតែជាសាច់ញាតិនឹងគ្នា3ជនសង្ស័យជាឃាតករត្រូវបានកំណត់អត្តសញ្ញាណមានឈ្មោះសុបិនមីនីអាយុ21ឆ្នាំត្រូវជាប្តីរបស់ជនរងគ្រោះម្នាក់និងត្រូវបានឃាត់ខ្លួននៅវេលាម៉ោង 9:30 នាទីព្រឹកថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2025នៅចំណុចអូហោះភូមិគីឡូ10ឃុំអរៈថ្នោតស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមដែលជាស្រុករបស់ជនសង្ស័យហើយជនសង្ស័យក៏បានសារភាពនៅឃាតកម្មរបស់ខ្លួនរួចហើយនៅពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យហាក់មានស្មារតីមិនប្រក្រតីតាមការពិនិត្យទឹកមាត់ជនសង្ស័យពុំបានរកឃើញថាមានពាក់ព័ន្ធនឹងសារធាតុញៀនឡើយសមត្ថកិច្ចនឹងបន្តយកឈាមរបស់ជនសង្ស័យទៅពិនិត្យនិងបន្តវិភាគបញ្ហាស្មារតីរបស់គាត់បន្ថែមទៀតបើតាមរដ្ឋបាលខេត្តកំពង់ចាមជាការសន្និដ្ឋានបឋមជនសង្ស័យនិងក្រុមជនរងគ្រោះគឺជាសាច់ញាតិនឹងគ្នាដូច្នេះបញ្ហាឃាតកម្មនេះគឺជាបញ្ហាផ្ទៃក្នុងគ្រួសារចំពោះមូលហេតុដែលនាំទៅដល់ការបង្កើតឲ្យមានឃាតកម្មនេះគឺជនសង្ស័យបានសារភាពថាខ្លួនមានការគុំគួនប្រពន្ធដែលតែងតែមានចំនួនគ្នាជាប្រចាំរហូតដល់ខ្លួនបានសម្រេចចិត្តសម្លាប់ម្ដាយក្មេកប្រពន្ធប្អូនថ្លៃនិងក្មួយសរុបទាំងអស់ចំនួន9នាក់រដ្ឋបាលខេត្តកំពង់ចាមចូលរួមសោកស្ដាយចំពោះសោកនាដកម្មដែលបានកើតឡើងយ៉ាងសាហាវយង់ឃ្នងលើក្រុមគ្រួសារជនរងគ្រោះនិងសូមថ្កោលទោសយ៉ាងដាច់អហង្ការព្រមទាំងសូមស្នើឲ្យសមត្ថកិច្ច
អនុវត្តទោសយ៉ាងតឹងរ៉ឹងចំពោះជនល្មើស